សូមជូនរឿងចាបនិងក្មេងឃ្វាលគោបុរិនជាកូនប្រុសតូលនៅក្នុងគ្រួសារមួយបន្ទាប់ពីមកពីសាលារៀនគាត់តែងតែទៅឃ្វាលគោនៅឯត្រើយម្ខាងនៃស្ទឹងដែលស្ថិតនៅក្នុងភូមិបុរិនតែងតែមានអារម្មណ៍ស្រងេះស្រងោចនិងកណ្ដោចកណ្ដែងព្រោះតែខ្លួនមិនអាចនៅលេងដូចក្មេងដទៃឯទៀតបានថ្ងៃមួយបុរិនបានសម្លឹងទៅមើលបក្សីដែលហើរនៅលើអាកាសហើយក៏នឹកក្នុងចិត្តថាបើអញជាបក្សីអញប្រហែលជាអាចហោះហើរដោយមានសេរីភាពមួយរំពេចនោះមានចាបមួយហើរមកកាន់បុរិនដែលកំពុងតែសណ្ដូកខ្លួននៅក្រោមដើមឈើសម្លឹងមើលគោស៊ីស្មៅចាបមួយក្បាលនោះទុំលើខ្លួនប្រាណរបស់បុរិនហើយមិនហើរទៅណាទៀតទេបុរិនឃើញដូច្នោះក៏យកដៃទៅកសោបសត្វចាបនោះហើយពោលទាំងញញឹមថាឯងមិនខ្លាចស្លាប់នៅក្នុងដៃរបស់យើងទេមែនឬសត្វចាបមួយក្បាលនោះគិតតែតត្រកហើយនៅស្ងៀមនៅក្នុងដៃរបស់បុរិនស្រាប់តែមានអារម្មណ៍ថាខ្លួននិងសត្វចាបនេះមាននិស្ស័យជាមួយគ្នាណាស់បុរិនក៏បានឲ្យចាបនោះទុំលើស្មារបស់ខ្លួនហើយគាត់ក៏និយាយរៀបរាប់អំពីរឿងរ៉ាវរបស់ខ្លួនឲ្យចាបអើយខ្ញុំពិតជាចង់ទៅលេងជាមួយនឹងមិត្តដទៃឯទៀតណាប៉ុន្តែខ្ញុំត្រូវមកឃ្វាលគោទាំងអស់នេះទៅវិញនិយាយបណ្ដើដៃគូលើដៃបណ្ដើចាប់ពីថ្ងៃនេះតទៅចាបឯងជាមិត្តរបស់ខ្ញុំហើយនិយាយចប់សត្វចាបក៏ហោះហើរទៅលើអាកាសប្រៀបដូចជាបង្ហាញអារម្មណ៍រីករាយរាល់ពេលដែលបុរិនមកឃ្វាលគោគាត់លែងមានអារម្មណ៍ត្រមងត្រមោចទៀតហើយគាត់តែងតែនិយាយលេងទៅកាន់សត្វចាបនោះទោះបីដឹងថាសត្វចាបមិនអាចនិយាយតបបានក៏ដោយតែគាត់ប្រកាសជាអាចស្ដាប់បានពីមួយថ្ងៃទៅមួយថ្ងៃមិត្តភាពរបស់អ្នកទាំងពីរកាន់តែស្និទ្ធស្នាលមិនថានៅទីណានៃត្រើយម្ខាងទេបុរិនតែងតែបានជួបសត្វចាបមួយក្បាលនោះថ្ងៃមួយបុរិនមិនឃើញសត្វចាបនោះមកលេងខ្លួនសោះក្នុងចិត្តក៏ចាប់ផ្ដើមអន្ទះសារព្រោះខ្លាចមិត្តមានរឿងអ្វីកើតឡើងមួយរំពេចនោះសត្វចាបក៏ហើរមកដល់ហើយទម្លាក់ខ្លួននៅមុខបុរិនដោយសភាពទ្រុឌទ្រោមចាបឯងត្រូវរបួសហើយបុរិននិយាយដោយក្តីបារម្ភឯងប្រហែលជាត្រូវគេដេញគប់ហើយមែនទេមើលស្លាប់របស់ឯងចោះបុរិនព្យាយាមស្វែងរកវិធីសាស្ត្រជួយសត្វចាបដ៏កំសត់នេះប៉ុន្តែมันមានវិធីណាអាចជួយបានឡើយមិនយូរប៉ុន្មានសត្វចាបដ៏គួរឲ្យសង្វេគនោះក៏ដាច់ខ្យល់ស្លាប់នៅលើដៃរបស់បុរិនសោកសៅខ្លាំងណាស់ដែលឃើញសត្វចាបជាទីស្រឡាញ់របស់ខ្លួនស្លាប់ចោលទៅទាំងបែបនេះខ្ញុំប្រកាសជានឹកឯងបុរិននិយាយតិចទៅកាន់សត្វចាបដែលដេកស្ដោកស្ដឹងថ្ងៃបន្ទាប់មកបុរិនក៏មកឃ្វាលគោដោយគ្មានវត្តមានរបស់សត្វចាបប៉ុន្តែគាត់លែងមានអារម្មណ៍ថាកណ្ដោចកណ្ដែងហើយព្រោះគាត់តែងតែគិតដល់ពេលវេលាដែលធ្លាប់មានជាមួយនឹងសត្វចាបនោះបុរិនក៏នឹកគិតក្នុងចិត្តថាខ្ញុំមិនអាចហោះហើរបានដោយសត្វចាបទេប៉ុន្តែខ្ញុំនឹងខិតខំរៀនសូត្រដើម្បីឲ្យបានឃើញពិភពលោកកាន់តែធំជាងកន្លែងដែលឃ្វាលគោនេះអោចាបអើយបើថ្ងៃនេះមកដល់មែនខ្ញុំនឹងត្រឡប់មករៀបរាប់អំពីរឿងរ៉ាវក្នុងសកលលោកនេះប្រាប់ឯងចាប់តាំងពីពេលនោះមកបុរិនបានខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឲ្យសេចក្តីប្រាថ្នាមួយនេះបានคล้ายទៅជាការពិតគតិអប់រំក្នុងរឿងនេះការសិក្សារៀនសូត្រគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីស្វែងយល់អំពីពិភពលោកខាងក្រៅសូមអរគុណ